បុគ្គលិកណាបុគ្គលិកខាងចំការដងនេះបុគ្គលិកចំការដងគាត់កំពុងធ្វើការពូនគល់ដងណាដើម្បីធ្វើការដាក់ជីទៅតែស្រោចលក្រៃមាញ់ហើយទៅស្រោចលក្រៃហើយមកពូនដងវិញណាផុកស្ទើរប្រលូញណាថ្ងៃអាទិត្យណាទំនេរមកពូនដងពូនគល់ដងឲ្យស្អាតកាប់រៀងជ្រៅតិចកូនហ្នឹងហើយកាប់ឲ្យជ្រៅតិចទៅវាដុះឫសល្អពូនវាដើម្បីកុំឲ្យវារលាំទឹកអញ្ចឹងដូរវាស្កែហែកលតិចអស់អញ្ចឹងរណ្ដៅនេះយើងរណ្ដៅដាំបន្លែបវិលប្រចាំថ្ងៃណាហើយបេះបានប្រមូលផលយកមកប្រើប្រាស់ហូបចុកខ្លះតែយើងរំពឹងតាដងគឺ4-5 ឆ្នាំទៅមុខទៀតបានប្រមូលផលណាដងអញ្ចឹងវាយូរអញ្ចឹងយើងតដាំបន្លែសិនណាបើអត់ដាំបន្លែហ្នឹងអំបិលហើយអត់អីហូបឡើយហ្នឹងហូបអំបិលរោមអំបិលហូបបានទៀតណាហ្នឹងហើយនេះតកតងទៅនឹងបឹងណាបឹងធំហ្នឹងហើយឥឡូវគេបូមដាក់ស្រែឡើងចិត្តរីងហើយណាហើយតារាំងបានមួយអាទិត្យអីទៀតហ្នឹងគឺចប់ហើយបូមដាក់ស្រែអស់លេងហើយមានសល់ទេទឹកបឹងហ្នឹងអញ្ចឹងស្រែយើងច្រើនស្រែបងប្អូនកសិករយើងហ្នឹងច្រើនណាស់នៅទីតាំងនេះតាំងបឹងនេះណាអញ្ចឹងទេសភាពណាវាស្រែស្រុកខ្មែរយើងហ្នឹងណា